មានសំណួរមួយដែលអតិថិជនសួរខ្ញុំបងតើខ្មែរនៅអាមេរិកស្អាតអត់សម្រាប់ខ្ញុំខ្មែរនៅអាមេរិកគឺអាក្រក់អូខេអានេះអត់មាននិយាយផ្អាប់ទេតែខ្ញុំឃើញការពិតពេលដែលខ្ញុំទៅខាងអញ្ចឹងខ្មែរសេរីផាយជាចំណាស់ជាងខ្ញុំចាស់ជាងខ្ញុំភាគច្រើនអាក្រក់ទីដូចជនជាតិស្បែកខ្មៅអញ្ចឹងទី1ខ្មៅទី2កត្រេលកត្រលកតែលកតលហើយអាក្រក់មែនទេខ្ញុំនិយាយការពិតណាចាសួស្តីបងប្អូនខ្ញុំស្ដាប់คลิปនេះហើយក្តៅក្តិតហ្មងចង់ជេរមីនេះអញចេះនិយាយល្អដូចគេញ៉ាទៅមីនេះមួយវានៅប្រទេសអាមេរិកដែរឈ្មោះអង់ជេឡាអញ្ចឹងហ្នឹងហើយហើយវាថាចេះវាថាខ្មែរដែលរស់នៅប្រទេសអាមេរិកគេចង់និយាយទៅវានិយាយទាំងអស់តាំងពីខ្មែរទាំងម៉ែអញក៏ខ្មៅដែរអញចង់និយាយអញ្ចឹងណាម៉ែអញក៏ខ្មៅដែរអញក៏មិនមែនសយដែរអញក៏ខ្មៅព្រោះអញខ្មែរសុទ្ធណាមានអាយ៉ាថ្ងៃស្ដាប់សិនហើយវានិយាយមួយបងប្អូនវានិយាយថានឹងឯខ្មែរដែលរស់នៅអាមេរិកមានគេសួរវាថាខ្មែរដែលរស់នៅអាមេរិកស្អាតអត់វាឆ្លើយថាខ្មែរជំនាន់មុនអត់ស្អាតទេខ្មៅហើយកតលណាបើខ្មែរជំនាន់ក្រោយនេះកាត់ចិនកាត់យួនបានស្អាតមីចៅអាយ៉ាអញស្អត់ជាងគេគឺកពូយួននឹងមកមីចៅសផឹងពូថ្ងៃហ្នឹងឯងរស់នៅស្រុកអញហ្នឹងឯងបានប្រទេសអញវាចឹងមីចៅចុយមុខថ្ងៃបើឲ្យជាខ្មែរមិនជាខ្មែរទេអញចង់និយាយចឹងណាគ្រាន់ថ្ងៃចេះខ្មែរពូថ្ងៃនេះយួនសុទ្ធវាកពូយួនណាអញចង់បានទេកពូថ្ងៃចង់បានកពូយួនមកកាត់កពូយួនទេណាខ្មែរអញចង់និយាយចេះខ្មែរអញស្រស់ស្អាតខ្មៅស្អែមស្បែកល្មៀតស្អាតណាស់ណាមីចៅកចុយមីកពូយួនឯងណាសតែឆ្អេះឆ្អាតថ្ងៃនេះអត់ស្អាតទេចង់និយាយចឹងណាកដួយថ្ងៃក៏ធ្វើដែរមុខមាត់ថ្ងៃក៏ធ្វើដែរពូគេពូយួនណាធ្វើទាំងដោះធ្វើទាំងមុខធ្វើទាំងមាត់ធ្វើតាមប្រហោងកដួយឡើងហើយចង់និយាយចឹងណាមីចៅកចុយអង់ជេឡានេះមានអាយ៉ាស់ខ្វោកតែរស់នៅស្រុកគេហ្នឹងក៏ឲ្យស្ងៀមប្រហោងកដួយទៅណាមីចៅកចុយបងឯងអ៊ូតាំងឯងជាខ្មែរគេពិតប្រកបគេមិនដែលមកដៀលខ្មែរគ្នាឯងមកដៀលខ្មែរមកមើលងាយខ្មែរនោះទេណាគេមានតែរូបរួមគ្នាគេមានតែសើខ្មែរទូខ្មែរមិនក្តោយណាអញ្ចឹងនិយាយចឹងវាចោលកចុយថ្ងៃបើថ្ងៃឧតាំងថ្ងៃជាខ្មែរអត់មានជាខ្មែរទេអញ្ចឹងនិយាយចឹងណាថ្ងៃយួនសុតណាពួកមីយួនពួកមីថ្ងៃនេះក៏ពួកយួនសុតបើថាឲ្យជាខ្មែរតើរួចទេអញ្ចឹងនិយាយចឹងណាវាចោលកចុយណាខ្មែរខ្មៅខ្មែរកតលថ្ងៃស្អីណាមានអាយ៉ាពូកពូយួនថ្ងៃណាពួកសើកូនកាត់យួនបានស្អាតពូថ្ងៃនេះវាសថ្ងៃលៀបលេឡើងអាយ៉ាសាច់អស់ហើយហ្នឹងណាលេកាត់លេអីមុខមាត់អីធ្វើទាំងអស់ភាគតិចណាធម្មជាតិកពូយួនណាប៉ុន្តែពួកអញខ្មែរសុទ្ធណាធម្មជាតិច្រើនណាសិទ្ធធម្មជាតិស្រស់ស្អាតណាពីដើមខ្មែរស្រស់ស្អាតធម្មជាតិខ្មៅស្អែមខ្មៅស្អាតមុខមាត់អីគឺធម្មជាតិហ្មងមិនបាច់ចាំលាបក្រែមលាបម្សៅក៏ស្អាតដែរណាអាចចង់និយាយចឹងវាសផឹងយួនតបមកថ្ងៃពូថ្ងៃហ្នឹងដើរតែប្លន់ផ្លាតទឹកដីគេដើរតែនេះមើលងាយគេណាពូកពូយួនថ្ងៃហ្នឹងអាចចង់និយាយចឹងមកកពូថោកអញស្អប់ជាងគេគឺពូយួនហ្នឹងហ្មងសើកូនកាត់យួនហ្នឹងហើយកាត់យួនបានស្អាតអញចង់បានកាត់យួននេះអញសុខចិត្តខ្មែរចឹងស្អាតជាងពួកខ្មែរអញធម្មជាតិបើចាំលាបលេបើចាំធ្វើអីក៏ស្អាតដែរពួកខ្មែរពីដើមបើចាំនេះខ្មែរមុខមាត់ធម្មជាតិមកគឺស្អាតណាវាចោលអាយ៉ាថ្ងៃវាចោលចុយថ្ងៃបើជួបមុខវិញចោលយកក្បាលដាក់បែកជើងឲ្យយកកដោសេមុខមាត់ថ្ងៃអាយ៉ាវាចោលកពូយួនណាបើអ៊ូតខ្លួនឯងហើយគេថាខ្ញុំចាំពិតខ្ញុំជាខ្មែរសុទ្ធថ្ងៃខ្មែរអីបើថ្ងៃខ្មែរថ្ងៃមើលងាយខ្មែរវាអាយ៉ាថ្ងៃខ្មែរថ្ងៃមើលងាយខ្មែរស្អីខ្មែរកតលថ្ងៃស្អីមើលថ្ងៃឈរមើលថ្ងៃកតលអត់ថ្ងៃហ្នឹងណាមានអាយ៉ាខ្វោកមីនេះបងប្អូន share ឲ្យមីសផឹងមើលផងខ្ញុំអេនជេឡាខ្ញុំមកនេះចង់សុំទោសចំពោះវីដេអូដែលខ្ញុំបានផុសម្សិលមិញដែលខ្ញុំនិយាយថាខ្មែរអត់ស្អាតខ្ញុំអត់មានចេតនានិយាយដែលធ្វើឲ្យអ្នកទាំងអស់គ្នាជិះចាប់ខឹងខ្ញុំឬស្អប់ខ្ញុំទេហើយខ្ញុំពិតជាសុំទោសនៅពាក្យសម្ដីដ៏ជ្រុលជ្រោះហួសផុសខ្ញុំនេះខ្ញុំចង់និយាយថាខ្មែរទាំងអស់គឺស្អាតតាមរបៀបពួកគាត់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអត់ទោសឲ្យខ្ញុំហើយខ្ញុំក៏ជឿថាអ្នកទាំងអស់គ្នានឹងទុកឱកាសឲ្យខ្ញុំ I believe everybody supposed to get a second chance ឥឡូវសម្ដីវានិយាយហួសហើយខ្ញុំអត់មានចេតនាហើយខ្ញុំក៏មិនមែនជាមនុស្សអាក្រក់ដែរខ្ញុំអត់ចង់ឲ្យវីដេអូនឹងមួយធ្វើឲ្យអ្នកទាំងអស់គ្នាមើលងាយខ្ញុំឌីលខ្ញុំថាខ្ញុំនេះថាខ្ញុំនោះទេព្រោះខ្ញុំជួយសង្គមច្រើនណាស់ប៉ុន្តែខ្ញុំមិនដែលផុសទេមិនថាធ្វើបុណ្យធ្វើទានទៅស្រុកខ្មែរគឺខ្ញុំជួយច្រើនប៉ុន្តែខ្ញុំមិនដែលផុសយកមុខយកអីទេគឺខ្ញុំលាក់ទាំងអស់
ហើយវីដេអូនេះមួយនេះខ្ញុំពិតជាខុសធ្ងន់ទៀតអញ្ចឹងខ្ញុំចង់សួរអ្នកទាំងអស់គ្នាត្រង់ខ្ញុំសំណូមពរសូមអ្នកទាំងអស់គ្នាលើកទោសខ្ញុំបានអត់ឲ្យខ្ញុំបានអត់ហើយខ្ញុំមិនដឹងថាខ្ញុំធ្វើអ្វីទើបអាចត្រឡប់ថយក្រោយវិញដែលខ្ញុំមិនផុសវីដេអូហ្នឹងចុងក្រោយមួយទៀតបើសិនជាអ្នកទាំងអស់គ្នាទុកឱកាសខ្ញុំអ្នកដែលមានវីដេអូខ្ញុំថ្ងៃហ្នឹងណាបើសិនជាគាត់ជាមនុស្សល្អគាត់យោគយល់គាត់អត់ទោសគាត់អធិស្ឋានសូមឲ្យអ្នកទាំងអស់គ្នាលុបវីដេអូខ្ញុំមិនសើមិញចោលផងកុំយកវីដេអូខ្ញុំទៅ share ទៀតខ្ញុំបានលុបវីដេអូមិនសើមិញហើយសូម្បីតែគ្រូសាខ្ញុំពូមីងខ្ញុំក៏គាត់ខឹងខ្ញុំដែរអញ្ចឹងខ្ញុំអត់មានពីអីនិយាយក្រៅពីការអត់ទោសការភ័យទោសការសុំទោសទេខ្ញុំអ្នកទាំងអស់គ្នាខ្ញុំ feel bad មែនទេខ្ញុំសូមម្ដងទៀតណាសូមឲ្យខ្មែរទាំងអស់នៅក្នុងប្រទេសក្រៅប្រទេសសូមអត់ទោសឲ្យខ្ញុំមនុស្សណាក៏ខុសមនុស្សមិនល្អគ្រប់10ទេអញ្ចឹងខ្ញុំទទួលស្គាល់ថាខ្ញុំខុសខ្ញុំសុំទោសខ្ញុំមានរបៀបសុំទោសអូខេអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាខ្ញុំសុំទោសហើយសូមកុំឲ្យជេរដាក់ប្រសាជេរដល់កូននេះខ្ញុំព្រោះគាត់អត់ដឹងទេអញ្ចឹងសូមឲ្យអ្នកទាំងអស់គ្នាមានបេះដូងទលាចិត្តទលាអត់ទោសផងបាយបាយ